ពលរដ្ឋជាង 1,500 គ្រួសារក្នុងខេត្តចំនួន 4 ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពដោយសារទឹកជំនន់ទន្លេមេគង្គមន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថាទឹកជំនន់ទន្លេមេគង្គបានបង្កផលប៉ះពាល់ដល់ខេត្តចំនួន 4 ឲ្យប្រជាពលរដ្ឋជាង 1,500 គ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពអាយុដំសុតគឹមកុលមុនីមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់នៅថ្ងៃទី 24 ខែសីហាឆ្នាំ 2026 នេះថាត្រឹមថ្ងៃទី 23 ខែសីហាទឹកជំនន់ទន្លេមេគង្គបានប៉ះពាល់ក្រុងស្រុកចំនួន 15 និង 72 ឃុំសង្កាត់នៅក្នុងខេត្តចំនួន 4 ដែលរួមមានខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តកំពង់ចាមហើយទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ 13,688 គ្រួសារនិងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព 1,551 គ្រួសារខណៈដែលខេត្តក្រចេះនិងខេត្តត្បូងឃ្មុំរងផលប៉ះពាល់ច្រើនជាងគេអាយុដំបានបញ្ជាក់ថាឆ្លើយតបចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះទៅដល់ខេត្តដែលកំពុងជួបគ្រោះទឹកជំនន់សហការជាមួយអាជ្ញាធរអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋដែលរហូតមកដល់ពេលនេះគឺអាចធានាបានពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាយុដំសុតកឹមកុលមុនីមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលឡែកខេត្តក្រចេះរងផលប៉ះពាល់ច្រើនជាងគេរួមមានប្រជាពលរដ្ឋប្រមាណ 7,934 គ្រួសារនិងខេត្តត្បូងឃ្មុំប្រមាណ 3,951 គ្រួសារឆ្លើយតបចំពោះផលប៉ះពាល់នេះអាយុដំនីឧត្តមសេនីយ៍គតិសង្ឃៈបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី 1 គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំឲ្យមន្ត្រីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះពិនិត្យនិងចូលរួមសម្របសម្រួលនឹងអន្តរាគមន៍ឆ្លើយតបជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពហើយអាយុដំក៏បានចុះពិនិត្យស្ថានភាពទឹកជំនន់និងផលប៉ះពាល់លើប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំផងដែរបន្ទាប់ពីពិនិត្យផលប៉ះពាល់3ថ្ងៃមុននេះឃើញថាផលប៉ះពាល់មានការកើនឡើងអាយុដំគុណគិនបានណែនាំឲ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់លើតម្រូវការចាំបាច់ជាពិសេសបញ្ហាសុខភាពនិងសុវត្ថិភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាពតំបន់ប្រឈមហានិភ័យព្រមទាំងត្រូវតាមដានកម្ពស់ទឹកទន្លេមេគង្គនិងរាយការណ៍ជាប្រចាំដើម្បីត្រៀមអន្តរាគមន៍និងកាត់បន្ថយហានិភ័យឲ្យបានទាន់ពេលវេលាសូមជម្រាបជូនថាទឹកទន្លេមេគង្គបានហក់ឡើងខ្លាំងបង្កជាទឹកជំនន់កាលពីថ្ងៃទី 21 ខែសីហាឆ្នាំ 2026 ទន្ទឹមនឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ 13,688 គ្រួសារនិងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាង 1,551 គ្រួសារទឹកជំនន់នេះក៏បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវជាង 4,373 ហិកតាផងដែរយោងតាមក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី 21 និង 22 ខែសីហាឆ្នាំ 2026 បានឲ្យដឹងថាកត្តាដែលនាំឲ្យមានទឹកជំនន់ទន្លេមេគង្គនេះគឺបណ្ដាលមកពីឥទ្ធិពលព្យុះទី 18 ឈ្មោះសូដេនិងព្យុះទី 19 ឈ្មោះណារ៉ាធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គក្រសួងបានបញ្ជាក់ថាស្ថានភាពនេះនឹងអូសបន្លាយដល់ថ្ងៃទី 29 ខែសីហាឆ្នាំ 2026 ខាងមុខនេះហើយឥទ្ធិពលព្យុះក្រៅពីបង្កឲ្យមានភ្លៀងធ្លាក់ជាច្រើនក្នុងអាងទន្លេមេគង្គបណ្ដាខេត្តនៅទូទាំងប្រទេសកម្ពុជាក៏នឹងមានភ្លៀងធ្លាក់តិចៗនៅតាមតំបន់រួមជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះផងដែរនៅថ្ងៃទី 24 ខែសីហាឆ្នាំ 2026 នេះក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកក្នុងអាងទន្លេមេគង្គខេត្តក្រចេះនឹងបន្តឡើងខ្ពស់ 21.73 ម៉ែត្រខណៈដែលកម្ពស់ទឹកត្រូវប្រុងប្រយ័ត្នគឺ 22 ម៉ែត្រចំណែកកម្ពស់ទឹកក្នុងអាងទន្លេមេគង្គខេត្តកំពង់ចាមគឺ 14.8 ម៉ែត្រខណៈកម្ពស់ទឹកត្រូវប្រុងប្រយ័ត្នគឺ 15.20 ម៉ែត្រ